ចង់ដាក់អក្សរនៅពីក្រោយខ្នងបែបនេះគឺអត់ពិបាកទេបងប្អូនហើយមើលទៅគឺវាមានភាពតាក់ទាញជាងនៅពេលដែលយើងដាក់អក្សរនៅពីមុខអញ្ចឹងនេះគឺជាវិធីងាយៗដែលបងប្អូនអាចចូលទៅធ្វើបាននៅលើ CapCut នៅក្នុងទូរស័ព្ទដៃអញ្ចឹងឧទាហរណ៍ថានេះគឺជាវីដេអូដែលខ្ញុំយកមកធ្វើជាគំរូអញ្ចឹងដំណាក់កាលដំបូងគឺយើងចុចទៅលើវីដេអូនឹងមករួចយើងស្វែងរកពាក្យថា duplicate បន្ទាប់មកនៅលើវីដេអូទី2ហ្នឹងយើងចុចទៅលើពាក្យថា overlay ហើយយើងទាញវីដេអូហ្នឹងឲ្យមកស្មើគ្នាជាមួយនឹងវីដេអូដើមរបស់យើងបន្ទាប់មកយើងចុចត្រឡប់ក្រោយមកវិញរួចយើងចុចទៅលើ text រួច add text អញ្ចឹងយើងអាចវាយអក្សរដែលយើងចង់វាយអញ្ចឹងតែមុននឹងវាយយើងអាចរើសយកបើសិនជាយើងវាយអក្សរខ្មែរយើងចុចទៅលើពាក្យ font ចឹងមកហើយយើងចូលទៅកាន់ my font ហ្នឹងហើយអញ្ចឹង my font នេះគឺជា font អក្សរខ្មែរដែលយើងបានបញ្ចូលហើយអញ្ចឹងបងប្អូនដែលអត់ទាន់បានបញ្ចូល font អក្សរខ្មែរអាចចូលទៅមើលវីដេអូមុនបានខ្ញុំបានបង្ហាញពីរបៀបនៅក្នុងការបញ្ចូល font ខ្មែរអញ្ចឹងយើងរើស font មួយទៅដែលយើងចូលចិត្តឧទាហរណ៍ថា font មួយនេះបន្ទាប់មកយើងវាយអក្សរមកឧទាហរណ៍ថាខ្ញុំវាយពាក្យថាអក្សរខ្មែរអញ្ចឹងចុះអូខេបន្ទាប់មកយើងអាចបរិចវាទៅតាមຂ្នាតហើយនឹងទីតាំងដែលយើងចង់ដាក់ណាអូខេយើងចុចលើសញ្ញា tick មកហើយបើយើងចង់ដូរ style យើងអាចចុចទៅលើ font ហ្នឹងហើយយើងចុចទៅលើ style មកហើយយើងចុចមកលើ effect យើងនឹងឃើញគេមាន style ផ្សេងៗដែលយើងអាចដាក់បានណាអញ្ចឹងឧទាហរណ៍យើងរើសយក style ណាមួយដែលយើងពេញចិត្តទៅឧទាហរណ៍ថា style មួយនេះចុះជាគំរូអញ្ចឹងខ្ញុំពង្រីកវាឲ្យមកដល់ចុងវីដេអូអូខេបន្ទាប់មកយើងចុច back មកវិញហើយយើងចុចទៅលើ layer វីដេអូទី2នេះយើងចុចទៅលើវីដេអូទី2ដែលនៅខាងក្រោមនេះបន្ទាប់មកយើង scroll ទៅខាងស្ដាំយើងរកពាក្យថា remove bg អូខេអញ្ចឹងបើសិនជាយើងអត់មានCapCut Pro ទេយើងត្រូវប្រើ custom removal នេះដែលយើងត្រូវប្រើ brush គូណាតែបើសិនជាយើងមាន Pro យើងអាចចុចទៅលើ auto removal តែម្ដងគឺជាការស្រេចហើយយើងចុចទៅលើអក្សរ tick មកអូខេបន្តមកទៀតយើង scroll រកពាក្យថា layer យើងចុចទៅលើ layer រួចយើងទាញ layer អក្សរនេះមកខាងស្ដាំវិញអូខេអញ្ចឹងយើងនឹងឃើញអក្សររបស់យើងគឺរត់ទៅខាងក្រោយ subject របស់យើងហើយអញ្ចឹងបើសិនជាអក្សរហ្នឹងបន្ទាប់ពីយើងដាក់ហើយយើងចង់សេរីហើយយើងពិបាកក្នុងការទាញដោយសារតែវានៅ layer ខាងក្រោយអញ្ចឹងយើងអាចចុចលើ layer អក្សរហ្នឹងមកហើយយើង scroll ទៅខាងស្ដាំយើងនឹងឃើញគេដាក់ basic ចុចលើ basic នេះមកហើយយើងអាចសេរី position របស់វាបានអញ្ចឹងយើងអាចទាញy axis នេះអញ្ចឹងវានឹងឡើងទៅខាងលើបើយើងទាញ x axis គឺវាទៅឆ្វេងស្ដាំអូខេអញ្ចឹងអានេះគឺជាវិធីងាយៗដែលអ្នកនរអាចចូលទៅសាកល្បងបានបើសិនជាយើងចង់ដាក់ style អក្សរនៅខាងក្រោយខ្នង subject របស់យើងអរគុណសម្រាប់ការតាមដានហើយកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ